នេះគឺជាផ្សារវាងខំនៅប្រទេសវៀតណាមដែលជាអគារមួយខ្ពស់ជាងគេនៅប្រទេសវៀតណាមបាទគឺមាន81ជាន់បាទគឺមើលទៅគឺមើលឡើងផុតតែម្ដងបាទគឺខ្ពស់មែនតើបាទសម្បីតែខ្ញុំងើយក៏ចង់ក្រេកកដែរបាទគឺខ្ពស់មែនតើបាទហើយនៅជាប់នេះគឺជាខុនដូដែលមានតម្លៃថ្លៃដែលភាគច្រើនគឺតកូលអ្នកមានគេទិញនៅបាទហើយដូចជាក្រុមតារាឬក៏ក្រុមអភិជនឬក៏អាណិកជនដែលមកពីក្រៅស្រុកគាត់មកនៅប្រទេសវៀតណាមហ្នឹងគឺគាត់ទិញបាក់ពួកទាំងអស់ហ្នឹងគឺវាគឺជាដីកដាលក្រុងហើយថ្លៃមែនតើបាទហើយអាគារមួយគឺសាងសង់ឡើងខ្ពស់តែម្ដងបាទហើយអាគារដែលខ្ពស់ជាងគេហ្នឹងគេហៅថាផ្សារវៀងខំផ្សារវៀងខំបាទហើយបងប្អូនយើងគឺមកដល់ទីនេះគឺអូ selfie ថតគ្រប់គ្នាតែម្ដងបាទហើយនេះយើងនៅលើស្ពានឆ្លងកាត់ផ្លូវបាទសบายមែនទែនបាទនេះគឺជាទស្សនវិជ្ជានៅប្រទេសវៀតណាមបាទហើយឃើញថាប្រជាពលរដ្ឋរបស់គេបាទគ្រប់ច្បាប់បានល្អបាទហើយផ្លូវរបស់គេក៏ល្អដែរគឺអត់មានស្ទះអីដូចនៅស្រុកយើងទេបាទហើយបងស្រីគាត់ចង់ថតចុកពពូលអញ្ចឹងគាត់ខំត្រៀលផងគាត់ខំក្រាបផងគាត់ខំលូនផងបាទហើយបងប្អូនមកយើងគឺកំពុងតែ selfie គ្រប់គ្នាតែម្ដងគឺមើលទៅគឺពួកគាត់ញាក់សប្បាយហើយបាទហើយចំពោះខ្ញុំនេះគឺជាលើកទី1ហើយដែលខ្ញុំបានអញ្ជើញមកប្រទេសវៀតណាមបាទហើយអាគារនេះវាជាប់ចំណាត់ថ្នាក់លេខ2នៅអាស៊ានបាទ